ពោសូមចម្រើនពរញោមញាតពុទ្ធបរិស័ទនៅក្នុងក្រៅប្រទេសថ្ងៃនេះអាត្មាថតដ្រូនពីលើនឹងក្នុងទេសភាពវត្តព្រៃខ្ពស់ការចាក់ដីឆ្នាំនេះបងថ្ងៃនេះគឺថ្ងៃទី12ខែមីនាឆ្នាំ2026បងចាក់ដីនៅខាងកើតកត់2ជាន់នេះគឺពេញអស់ហើយញោមរហូតទៅដល់ពិចារដីបងតែគិនលបងហ្នឹងហើយចំណែកស្រះនេះញោមញាតណាបងស្រះនេះគឺមានទាំងថ្មីទាំងចាស់ណាញោមញាតបណ្ដោយ98ម៉ែត្រជិត100ម៉ែត្រញោមញាតណាបងនេះស្រះទឹកដែលជីកហើយបងសម្រាប់មេនកន្លែងបូជាសពគឺអាត្មាចាក់សាបហើយញោមញាតណាជួសជុលធ្វើហើយចាក់សាបហើយមកស្អាតបាទហើយក៏មានផ្លូវមួយខាងកើតនិងខាងកើតមេនជាប់នឹងស្រះបងនឹងអាត្មាចាក់គ្រូក្រហមក្នុង1ឡាន$62កន្លះបង250000រៀលខ្មែរនៅកន្លែងលបងនេះគឺជាប់លបងអាត្មាចាក់ជាប់លបងបងណានៅតតឹងហ្នឹងខាងជើងស្រះបងខាងជើងស្រះនេះស្រះដែលជីកថ្មីញោមញាតបងនឹងស្រះទឹកហ្នឹងជំរឿឬគេថា5ម៉ែត្រនឹងបានអត់នឹងអាចស្កាគេបងអានេះផ្លូវព្រំហ្នឹងផ្លូវវាទូចទេញោមតាไปដើមជីកគៀកផ្លូវគៀកព្រំបងព្រំទទួលមានផ្លូវមួយសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដែរផ្លូវហ្នឹងបងនេះស្រះចាស់ណាញោមបងនេះអាត្មាថតដ្រូនពីលើហើយក៏សូមថ្លែងអំណរអគុណចំពោះញោមម្ចាស់ដ្រូនបងណាញោមឌឿនណាផែនភេទបងឌឿនញោមឌឿននឹងស្វាមីព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិកប្រគេនដ្រូនអាត្មាភាពមកមួយហើយអាត្មានឹងថតសម្រាប់សមិទ្ធផលឆ្នាំនេះចាក់ដីញោមញាតណា500ឡានមកសងគេនៅសល់250ឡានបងចាក់ដីហ្នឹងញាតិញោមនៅសល់250ឡានក្នុង1ឡាន$5បងហើយចាក់ហ្នឹងមកខាងជើងវិហារដែរញោមពេញឲ្យខាងជើងវិហារនោះតែនៅជាប់ស្ទឹងណាញោមញាតិណាបងចិត្តស្ទឹងកន្លែងដើមច័ន្ទពីដើមណាញោមមិនតន់ចាក់ទេកន្លែងហ្នឹងនេះពហិនេះគឺចាក់ឆ្វែលជុំវិញអស់ហើយញោមញាតណាបងពហិនេះចាក់ឆ្វែលជុំវិញអស់ចាក់នឹងពេញអស់ហើយញោមញាតនៅតែចាក់សាបទេញោមញាតណាហើយការកសាងឥដ្ឋកាកូឡានេះក៏បានប្រួយផ្ដើមដោយញោមឌឿនដែរបងញោមឌឿនណានឹងស្វាមីព្រមទាំងកូនចៅនិងបងប្អូនទាំងអស់រស់នៅសហរដ្ឋអាមេរិកលងប៊ិចសកលៃណាមនីសតាទាំងអស់បងដែលគាត់ជួយការក្រាលឥដ្ឋក្រូរួចពីឆ្នាំទៅឆ្នាំនេះចាក់ដីបន្ថែម500ឡានឲ្យអត់ពេញទេញោមញាតណាបងណារោងសម្រាប់ទទួលចង្ហាន់បន្តមករោងបាយបងរោងបាយរៀងធំដែរញោមបណ្ដោយ12ទៅតឹង9ម៉ែត្រញោមញាតទស្សនាពីខាងលើទៅដឹងហើយញោមបងតិចទៀតស្មើនឹងទាញចុះមកក្រមបងណានេះចិត្តស្ពានយូលបងនេះចិត្តស្ពានយូលព្រៃខ្ពស់ញោមធ្លាប់ឮបទចម្រៀងស្ពានយូលនិស័យណាបងបកស្រាយដោយតារាចម្រៀងណយវ៉ាណេតបងគឺញោមស្គាល់ហើយថាស្ពានយូលបងនេះអាត្មាបង្ហូតដ្រូនបង្ហោះពីលើបងណាទាញ slow ស្គោមកចិត្តណាឃើញញោមមើលប្លង់តាមដែកនេះញោមបងឥឡូវចុះដែកមករោងបាយនេះគឺចុះថ្ងៃទី9ញោម9 10 11 12ថ្ងៃនេះគឺបានឡើងដែកហើយញោមបងបានឡើងដែកហើយសម្រាប់សសរក្នុងមួយដើម$100បងនៅសល់តែ9ដើមទេបងណាទាំងអស់10ដើមប៉ុន្តែនៅសល់9ដើមញោមញាតណាក្នុងមួយដើម$100បងហើយសម្រាប់កន្លែងនេះគឺត្រូវចាក់គ្រូក្រហមទៀតញោមញាតណាបងចាក់គ្រូក្រហម
ហើយគ្រូក្រហមក្នុង1ឡាន$62កន្លះបងចឹងញោមជ្រះថ្លាជួយចាក់គ្រូក្រហមបំពេញកន្លែងរោងបាយបងណាញោមនៅឃើញស្ពានយល់រីឯរាប់ស្ទឹងពីស្ពានយល់ទៅលិចជាប់ព្រំដើមពូណាគឺមកចាក់រួចហើយញោមមានណាបងឃើញញោមទស្សនាទៅឃើញសម្រាប់ខាងក្រោមនេះបង្ការណាចុះមកក្រោមញាតិញោមនឹងទស្សនាមើលឃើញទេសភាពនិងសកម្មភាពក្រុមជាងបងណាទៅការកសាងសមិទ្ធផលថ្មីនេះញោមណាបងសូមញោមជួយចូលរួមចាប់មគ្គផលបងទស្សនាពីខាងលើរហូតដល់មកចុះខាងក្រោមណាញោមជួយចូលរួមណាពូសំងមកបេ 2B មកក្រុង 2ក្រុងមកតោន 2តោនបងនៅកន្លែងរោងបាយនិងប្រគុណស្មាប្រហែលជាត្រូវធ្វើប្រគុណទៀតញាតិញោមព្រោះប្រគុណវិទូចណាប្រគុណវិទូចអញ្ចឹងចាក់សាបឆ្វែលជំវិញប្រគុណវាស់ទៅវាចាប់ពីស្ពានណាញាតិញោមចាប់ពីស្ពានទៅវាគិតទៅជាង1000ការ៉េបងណាជាង1000ការ៉េបងហើយកន្លែងនេះក៏អាត្មាចាក់ដែរប្រគប់នឹងសាលាឆាន់នេះក៏ចាក់ដែរញាតិញោមណាបងហើយ1000ការ៉េកន្លែងរោងបាយថ្មីហ្នឹងគឺបើគិតទៅវា20តោនញាតិញោមបងណា20តោនណាមកគុណទៅវា20តោនជាងញាតិញោមវា1300ការ៉េជាងណាអញ្ចឹងវាចូលជាង20តោនបងសម្រាប់1តោនស៊ីម៉ង់ឡើងថ្លៃហើយញាតិញោមឡើងដល់$90ពីមុន$85ទេបងឡើងថ្លៃសូម្បីតែឥដ្ឋក្រហមស៊ីម៉ង់គ្រូឡើងដែរញោមឡើងមួយកម្រិតហ្នឹងទេពិភពលោកឯញាតិញោមអើយឡើងមកអាថ្លៃសាំងក៏ឡើងប្រេងម៉ាស៊ុតក៏ឡើងស៊ីម៉ង់ក៏ឡើងគ្រូខ្សាច់ថ្មក៏ឡើងបងសម្រាប់ខ្សាច់និងគ្រូអាត្មាទិញមុនទិញកាលពីខែចុងដើមខែ3នេះណាបង$1,400តែបើខ្សាច់ឡើងដល់$450បងហើយម្លានធំវា30តោនញោមមានណាគឺប្រើស៊ីម៉ង់2ដល់10តោនក្នុង1ឡានដូចខ្សាច់1ឡានគ្រូ1ឡានអញ្ចឹងយើងប្រើស៊ីម៉ង់2ដល់10តោនទៅ3ដល់10តោនបាត់អស់ញោមមានបងណាហើយក្នុងខែ3នេះអាត្មាទិញស៊ីម៉ង់មក5ដល់10តោនណាញោមសមិទ្ធផលដូចចាក់ដីនៅចម្ពាក់គេ250ឡានក៏ជឿគេញោមណាបងសង្ឃឹមថាញោមមានតែបានទស្សនាតាមคลิปវីដេអូរបស់ខ្ញុំកណាអាត្មានៅ page និង Facebook YouTube នេះសូមញោមញាតចូលរួមចាប់មគ្គផលកសលផលបុណ្យក៏ណាគ្រប់គ្នាណាញោមណាបើទោះបី100រៀល1000 2000តាមកម្លាំងសទ្ធាបើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិណាក៏សូមរំលឹកគុណព្រះរតនត្រ័យបួងសួងដល់វត្ថុស័ក្តិសិទ្ធិគុណព្រះរតនត្រ័យទាំង3គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងទេវតា10000ចក្រវាលជួយបីបាច់ថែរក្សាញោមញាតប្រុសស្រីដែលធ្លាប់មានប្រគុណការកសាងនៅទឹកដីមាត់ព្រៃខ្ពស់នេះទាំងអស់ទាំងស្គាល់ខ្ញុំកណាទាំងមិនតាន់ស្គាល់ក្តីនៅបារាំងនៅកាណាដានៅញូហ្សេឡង់អូស្ត្រាលីកូរ៉េជប៉ុនសហរដ្ឋអាមេរិកទាំងអស់សូមទេវតាឆ្នាំថ្មីឲ្យពរឲ្យជ័យជូនពរជូនជ័យដល់ញោមញាតប្រុសស្រីទាំងអស់ប៉ុណ្ណាទាំងដីទឹកដីខ្មែរបងប្អូនកូនចៅកូនក្មួយភូមិព្រៃខ្ពស់អ្នករស់នៅភូមិព្រៃខ្ពស់ណាទាំងអស់ឬក៏ស្រុកបវរទាំងអស់ឬក៏ប្រទេសកម្ពុជាទាំងអស់ទៀតណាដែលបានទស្សនាសូមជូនពរជូនបុណ្យញោមញាតប្រុសស្រីទៀតណាមានតែសេចក្តីសុខណាឃ្លាតចាកពីសេចក្តីទុក្ខសត្រូវមកពីមុខក៏រលោងសត្រូវមកពីខ្នងក៏ខ្ចាត់ក៏ខ្ចាយខ្លោបខ្លាចដោយទានបារមីណាក៏សាងព្រះឈ្នះមាឈ្នះសត្រូវឈ្នះរោគី
ជំងឺឈឺនឹងកាត់ទាំងឡាយឲ្យបានជាសះស្បើយណាចាប់ពីពេលនេះតរៀងទៅញោមញាតណាសូមអនុមោទនាទានចម្រើនពរបន្ថែមញោមញាតនៅក្នុងคลิปនេះសម្រាប់ញោមដែលបានទស្សនាឃើញរកការ live រកការធ្វើវីដេអូរកការថតញោមញាតជួយចុច follow ម្នាក់មួយផងជួយ subscribe YouTube channel YouTube ថ្មភាពម្នាក់មួយផងនឹងជួយចែករំលែក share បន្តម្នាក់មួយផងណាចែកចំណែកជាបុណ្យទៀតណាបងញោមញាតគ្រប់កន្លែងទៀតណាជូនបុណ្យណាចែកបុណ្យដល់ញោមទាំងអស់ទៀតណានៅចិត្តនៅឆ្ងាយឲ្យមានសេចក្តីសុខអាយុវែងណាសុខចម្រើនណាអាយុយឺនយូរជាងរយព្រះវស្សាបាទសម្រាប់រោងនេះរើទៅញោមញាតអាត្មាភាពរើទៅគឺយកមកធ្វើក្រែញញោមអាណាឈើដែលវាមិនផុយមិនផុកមិនពុកនោះយកមកធ្វើក្រែញញោមអត់ចោលទេឲ្យជាងធ្វើ3ថ្ងៃបានក្រែ3លើថ្ងៃនេះធ្វើទៀតជាង3នាក់ហ្នឹងជាងឈើផ្សេងណាជាងដែកផ្សឹងញាតិញោមណាក្រុមជាងអាត្មាចុះរយៈពេលមកប្រាវនេះញោមចុះតាំងពីថ្ងៃទី28ខែ2បើគិតទៅថ្លៃជាងចូល$2000ហើយញោមមានណាបងណាអញ្ចឹងសង្ឃឹមថាញោមជួយណាញោមក៏ជួយណាម្នាក់បន្តិចញោមមានណាបងណាជាងធ្វើក្រែណាមាន3នាក់ហ្នឹងចុះធ្វើក្រែរើចាស់ណាឈើប្រហែលអាត្មាឲ្យឆ្នៃមកធ្វើជាក្រែបងណាឆ្នៃមកធ្វើជាក្រែណាដើម្បីឲ្យបានក្រែលោកសឹងលោកនេនបាទពោសូមចម្រើនពរពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសខ្ញុំកណ្ដាលអាត្មាប្រសង់រួមលោកអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទនៅទឹកដីវត្តព្រៃខ្ពស់បានផ្ដួចផ្ដើមកសាងរោងបាយបងតែកសាងរោងបាយដែលមានបណ្ដោយ12ទៅទិង9ម៉ែត្រសសរ10ដើមបងក្នុងមួយដើម$100គិតជាលុយខ្មែរ40,000រៀលបងហើយសម្រាប់ដែកយកមកប្រើហ្នឹងគឺ40គុណនឹង80មានន័យថា4ហ៊ុន8ហ៊ុនបងណា61ដើមបងដែកហ្នឹងទិញមកហើយបងហើយ3ហ៊ុនគុណនឹង3ណាបងស្មើនឹង40ដើមក៏ទិញមកហើយនៅឡើយវគ្គសង្កសីបងសង្កសីក្នុងមួយសន្លឹក20រៀលស្មើនឹង80,000រៀលបងរីឯគ្រូក្រហមដីក្រហមហ្នឹងចាក់ឲ្យខ្ពស់ផុតពីទឹក